សួស្តីកូនៗទាំងអស់គ្នាយើងចូលទៅវិញ្ញាសាត្រៀមទី23គឺវិញ្ញាសាត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិបាទសម្រាប់មុខវិជ្ជាប្រវត្តិវិទ្យានៅក្នុងវិញ្ញាសាទី23របស់យើងនេះគឺមាន4សំណួរសំណួរទី1តើអ្នកនយោបាយរូបណាដែលបានបញ្ចប់សង្គ្រាមក្នុងស្រុកនៅឆ្នាំ1998សំណួរទី2ប្រវត្តិសាស្ត្រគឺជាគ្រូដ៏ល្អម្នាក់តើត្រូវធ្វើដូចម្តេចដើម្បីកុំឲ្យរបបប្រល័យពូជសាសន៍ពីឆ្នាំ1975ដល់ឆ្នាំ1979កើតឡើងវិញសំណួរទី3ចូលរៀបរាប់អំពីទូនាទីរបស់រដ្ឋនៅក្នុងដំណើរវិវត្តសកលភាវូបនីយកម្មនិងសំណួរទី4ដែលជាសំណួរចុងក្រោយហេតុអ្វីបានជាខ្មែរក្រហមសម្លាប់មនុស្សបាទនេះគឺជាសំណួរទាំង4នៅក្នុងវិញ្ញាសាត្រៀមទី23របស់យើងនេះមុននឹងចូលទៅដល់ការឆ្លើយសំណួរលោកគ្រូចង់ឲ្យកូនៗទាំងអស់គ្នាបន្ទាប់ពីបានស្ដាប់វីដេអូរបស់លោកគ្រូចប់ហើយកូនៗមានមតិយោបល់ឬក៏មានចម្ងល់អ្វីមួយទាក់ទងទៅនឹងការធ្វើអធិប្បាយរបស់លោកគ្រូកូនៗអាច comment នៅក្រោមវីដេអូរបស់លោកគ្រូហើយបើកូនយល់ថាវីដេអូនេះល្អកូនៗអាចចុច like បើយល់ថាវីដេអូនេះមានប្រយោជន៍ចំពោះការសិក្សាក៏ដូចជាការប្រឡងរបស់កូនៗអាច share ចែករំលែកទៅកាន់មិត្តភ័ក្តិរបស់យើងដើម្បីពួកគាត់បានឃើញដែរនិងជាចុងក្រោយសូមកូនៗជួយចុច subscribe channel របស់លោកគ្រូមួយផងដើម្បីផ្ដល់ជាកម្លាំងចិត្តដល់លោកគ្រូនៅក្នុងការធ្វើវីដេអូថ្មីជាបន្តទៅទៀតបាទយើងចូលទៅចម្លើយនៃសំណួររបស់យើងតែម្ដងចម្លើយទី1ដែលសួរថាចម្លើយនៃសំណួរទី1ដែលសួរថាតើអ្នកនយោបាយរូបណាដែលបញ្ចប់សង្គ្រាមនៅកម្ពុជានៅឆ្នាំ1998គឺអ្នកនយោបាយដែលបញ្ចប់សង្គ្រាមនៅក្នុងស្រុកគឺឆ្នាំ1998គឺសម្ដេចហ៊ុនសែនសំណួរទី2ដើម្បីទប់ស្កាត់កុំឲ្យមានរបបប្រល័យពូជសាសន៍កើតឡើងវិញតើយើងត្រូវធ្វើដូចម្តេចបាទនេះគឺជាចម្លើយទី1គឺទប់ស្កាត់មិនឲ្យមានអំពើហិង្សានិងការប្រើប្រាស់អាវុធ2ទប់ស្កាត់សង្គ្រាមនៅលើទឹកដីកម្ពុជា3ទប់ស្កាត់ការបែកបាក់សាមគ្គីឬចំនួនផ្ទៃក្នុងនិងចំនួនជាមួយបរទេស4ទប់ស្កាត់មនោគមវិជ្ជាព្រៃផ្សៃនិងមិនជាប្រយោជន៍សម្រាប់ជាតិ5ទប់ស្កាត់ការទម្លាក់រដ្ឋាភិបាលស្របច្បាប់ដោយការប្រើប្រាស់កម្លាំងប្រដាប់អាវុធឬសកម្មភាពខុសច្បាប់7ទប់ស្កាត់ភាពអយុត្តិធម៌ក្នុងសង្គម8លុបបំបាត់អំពើពុករលួយ9ទប់ស្កាត់សកម្មភាពជ្រុលនិយម10ទប់ស្កាត់ការបង្កើតតំបន់អបគម11ការពារវប្បធម៌សន្តិភាព12ការពារសន្តិភាពនិងសេរីភាពសង្គម13ការពារនិងគោរពពេញលេញនៅលទ្ធិប្រជាធិបតេយ្យគោរពច្បាប់រដ្ឋនិងដោះស្រាយដោយសន្តិវិធី11គោរពសិទ្ធិមនុស្សនិងជំនឿនៅក្នុងសង្គម12រក្សាភាពយុត្តិធម៌តម្លាភាពនិងលើកស្ទួយវិស័យអប់រំ13ទប់ស្កាត់នីតិរដ្ឋភាព14អប់រំភាពជាពលរដ្ឋដែលមានការយោគយល់គ្នាទៅវិញទៅមកបញ្ចូលការអប់រំស្ដីពីផលវិបាកនៃសង្គ្រាម12សិក្សាប្រវត្តិសាស្ត្រនិងតាមដានស្ថានភាពនៅក្នុងប្រទេសនិងជុំវិញពិភពលោក13បំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវរបស់ប្រជាពលរដ្ឋ15អភិវឌ្ឍវិស័យសេដ្ឋកិច្ចសង្គមនិងការអប់រំឲ្យបានល្អនិងមានចម្លើយត្រឹមត្រូវផ្សេងទៀតដែលយើងអាចឆ្លើយបានយើងចូលទៅចម្លើយនៃសំណួរទី3ដែលនិយាយអំពីទូនាទីរបស់រដ្ឋនៅក្នុងដំណើរសកលភាវូបនីយកម្មបាទអញ្ចឹងលោកគ្រូសូមលើកយក3ចំណុចធំទី1គឺទូនាទីរបស់រដ្ឋនៅក្នុងនយោបាយអន្តរជាតិទី2ទូនាទីរបស់រដ្ឋនៅក្នុងសហគមន៍អន្តរជាតិនិងទី3ទូនាទីរបស់រដ្ឋនៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចបាទអញ្ចឹងយើងទៅចំណុចធំទី1គឺទូនាទីរបស់រដ្ឋនៅក្នុងនយោបាយអន្តរជាតិបាទអញ្ចឹងនៅក្នុងចំណុចនេះគឺវាមានចំណុចតូចច្រើនទៀតដែលលោកគ្រូសូមរៀបរាប់លើខាងក្រោម1រដ្ឋគឺជាឧបករណ៍ផ្ដាច់មុខនៅក្នុងការការពារបូរណភាពដែនដី2រដ្ឋគឺជាផ្នែកមួយនៃសហគមន៍អន្តរជាតិប៉ុន្តែរដ្ឋនីមួយៗមានព្រំដែនសកម្មភាពរបស់ខ្លួនច្បាស់លាស់នៅក្នុងការធ្វើកិច្ចសហប្រតិបត្តិការនិងក្នុងការប្រកួតប្រជែងដើម្បីផលប្រយោជន៍ជាតិរៀងៗខ្លួន3រដ្ឋមានតួនាទីយ៉ាងសំខាន់នៅក្នុងការផ្លាស់ប្ដូរបញ្ជូនកម្លាំងពលករទៅបំពេញការងារនៅក្រៅប្រទេសនិងការពារពួកគេគ្រប់ពេលវេលាស្របទៅតាមច្បាប់4រដ្ឋរកមធ្យោបាយគ្រប់បែបយ៉ាងដើម្បីរក្សាតុល្យភាពរវាងកំណើនសេដ្ឋកិច្ចអន្តរជាតិជាមួយនឹងសេដ្ឋកិច្ចជាតិ5កិច្ចសហប្រតិបត្តិការអន្តរជាតិរវាងធនាគារឯកជនក្តីធនាគារជាតិក្តីត្រូវបានគេទទួលស្គាល់ថាជាកិច្ចព្រមព្រៀងពហុជាតិប៉ុន្តែត្រូវតែទទួលស្គាល់នៅទូនាទីរបស់រដ្ឋដែលជាអ្នកគ្រប់គ្រងដែនដីផងដែរដែលនៅក្នុងនោះមានការទទួលខុសត្រូវក្នុងការសម្របសម្រួលនិងពិនិត្យពីស្ថាប័នហិរញ្ញវត្ថុជាតិដែលបំពេញការងារសម្រាប់រដ្ឋាភិបាលយើងទៅចំណុចធំទី2ដែលនិយាយអំពីទូនាទីរបស់រដ្ឋចំពោះខ្លួនឯងក្នុងសហគមន៍អន្តរជាតិបាទនៅក្នុងចំណុចនេះលោកគ្រូសូមលើកយកមកដូចខាងក្រោមរដ្ឋធានានៅអធិបតេយ្យភាពលើទឹកដីដែលខ្លួនត្រួតត្រាទី2រដ្ឋគឺជាផ្នែកមួយនៃសហគមន៍អន្តរជាតិប៉ុន្តែរដ្ឋត្រូវធ្វើការប្រណាំងប្រជែងដើម្បីផលប្រយោជន៍ជាតិដើម្បីផលប្រយោជន៍សេដ្ឋកិច្ចរដ្ឋហើយរដ្ឋត្រូវទប់ស្កាត់និងអនុភាពសេដ្ឋកិច្ចរបស់ប្រទេសដែលមានកម្លាំងខ្លាំងជាង
យើងទៅចំណុចទី3ដែលនិយាយអំពីទូនាទីរបស់រដ្ឋនៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចបាទអញ្ចឹងរដ្ឋគឺជាអ្នកការពារយន្តការសេដ្ឋកិច្ចការបង្កើតឡើងនៅមូលដ្ឋានច្បាប់ទូនាទីនេះគឺផ្សារភ្ជាប់ទៅនឹងការការពារសម្របសម្រួលការងាររបស់ស្ថាប័ននិងភ្នាក់ងារសេដ្ឋកិច្ចនានាដែលផ្អែកទៅលើមូលដ្ឋានច្បាប់ការធានាសេរីភាពសន្តិសុខនិងសណ្ដាប់ធ្នាប់សង្គមជាដើមហើយរដ្ឋគឺជាអ្នកធានានៅស្ថិរភាពវូបនីយកម្មម៉ាក្រូសេដ្ឋកិច្ចគឺជំរុញកំណើនសេដ្ឋកិច្ចការគ្រប់គ្រងកម្រិតអតិផរណាជាដើមបាទនេះគឺជាចម្លើយដែលនិយាយអំពីទូនាទីរបស់រដ្ឋនៅក្នុងសកម្មភាពសកលភាវូបនីយកម្មយើងទៅចម្លើយនៃសំណួរទី4ដែលនិយាយអំពីមូលហេតុដែលនាំឲ្យខ្មែរក្រហមសម្លាប់មនុស្សបាទអញ្ចឹងនេះគឺជាចម្លើយទី1គឺមកពីការប្រកាន់យកនៅបដិវត្តកុម្មុយនីសមកធ្វើជាមាគ៌ាតស៊ូគឺតម្រូវឲ្យមានការកំទេចដើម្បីកសាងសង្គមសាជាថ្មីទី2គឺខ្មែរក្រហមអនុវត្តនៅគោលការណ៍មហាលុតផ្លោះមហាឧច្ចារដើម្បីសម្រេចនូវគោលដៅរបស់ខ្លួនឆាប់រហ័សទី3គឺគំនិតស្នេហាជាតិជ្រុលនិយមងងឹតងងល់ដោយតម្រូវឲ្យមានការជឿជាក់លើអង្គការតែមួយគត់បើមិនដូច្នោះទេគឺត្រូវសម្លាប់ចោលតែម្ដងការអប់រំបំពាក់កំហឹងវណ្ណៈដល់កម្មាភិបាលខ្មែរក្រហមតាំងពីមុនឆ្នាំ1975ឲ្យប្រឆាំងនឹងសងសឹកចំពោះវណ្ណៈក្រៅពីកម្មករនិងកសិករដោយមេដឹកនាំជាន់ខ្ពស់របស់អង្គការខ្មែរក្រហមទី4គឺនយោបាយវិមជ្ឈការសិទ្ធិអំណាចកាប់សម្លាប់មនុស្សដល់កម្មាភិបាលថ្នាក់ទាបដែលភាគច្រើនជាមនុស្សមានការសិក្សាតិចតួចមានភាពធ្ងន់ខ្លៅនិងបានក្លាយជាអ្នកដឹកនាំតាមមូលដ្ឋានទី5គឺប៉ុលពតមានជំងឺសង្ស័យថាសត្រូវលាក់មុខនៅក្នុងវិញគាត់គ្រប់ទិសទីហើយពួកគេកំពុងរៀបចំផែនការក្បត់និងសម្លាប់គាត់ទើបពួកគាត់ចាត់ការសម្លាប់សមមិត្តរបស់ខ្លួនយ៉ាងរង្គាលតាមខ្សែនីមួយៗគោលនយោបាយបោះសម្អាតប្រឆាំងសម្រិតសម្រាំងទី7មន្ត្រីរដ្ឋការនិងយោធាក្នុងរបបចាស់គឺប្រជាជន17មេសារហូតដល់កម្មាភិបាលក្នុងជួរបករបស់ខ្លួនដែលអង្គការចោទថាជាភ្នាក់ងារខ្មាំងស៊ីរូងផ្ទៃក្នុងមាន CIA ការ CB និងភ្នាក់ងារយួនគឺសំដៅទៅលើអ្នកដែលធ្លាប់សិក្សារៀនសូត្រនៅស្រុកយួនហើយយួនវីតកុងលើកឲ្យធ្វើជាប្រធានឬក៏មេបញ្ជាការយោធានិងអ្នកដែលត្រូវបានយួនបណ្ដុះបណ្ដាលក្នុងតំបន់រំដោះក្នុងអំឡុងឆ្នាំ70ដល់ឆ្នាំ73អ្នកទាំងនោះត្រូវមេខ្មែរក្រហមចោទថាក្បាលយួនខ្លួនខ្មែរទី7គឺមានការអនុវត្តនយោបាយបលែកពុសាសនិងអក្រិតកម្មសង្គ្រាមបាទគឺមានការកាប់សម្លាប់សងសឹកជាមួយនឹងអ្នកដែលជាមន្ត្រីនៅក្នុងរបបចាស់និងស្អប់ខ្ពើមប្រជាជននៅទីក្រុងទី8គឺការសម្លាប់មនុស្សដោយការអត់ឃ្លាននិងជំងឺរឹងកាត់ផ្សេងៗបាទអញ្ចឹងការបង្អត់អាហារនិងអ្នកជំងឺគ្មានថ្នាំព្យាបាលក៏ជាមូលហេតុដែលធ្វើឲ្យមនុស្សស្លាប់បាទនៅមានចម្លើយត្រឹមត្រូវផ្សេងៗទៀតដែលយើងអាចឆ្លើយបានវិញ្ញាសាទី23របស់យើងបានមកដល់ទីបញ្ចប់ហើយលោកគ្រូសូមអរគុណកូនៗដែលបានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់ហើយលោកគ្រូក៏សូមជូនពរឲ្យកូនៗទទួលបានជោគជ័យនៅក្នុងការប្រឡងរបស់យើងគ្រប់គ្នាបាទយើងជួបគ្នានៅវីដេអូក្រោយទៀត